សួស្តីបងប្អូនទាំងអស់គ្នាបាទតើបងប្អូនបានឃើញវីដេអូនេះដែរទេសម្រាប់វីដេអូនេះគឺខ្ញុំថតនៅស្រែរបស់ខ្ញុំនៅខាងឯចុងភូមិឯណោះហើយវីដេអូមួយនេះគឺខ្ញុំថតនៅពេលល្ងាចនៅពេលដែលថ្ងៃចិត្តលិចគឺខ្ញុំរៀបចំមកផ្ទះហើយក៏ថតវីដេអូលេងទៅដោយសារតែឃើញទេសភាពវាស្រស់ស្អាតដែរអញ្ចឹងណាហើយអ៊ំប្រុសម្នាក់ដែលដើរកាត់ខ្ទមនេះគឺជាអ៊ំប្រុសរបស់ខ្ញុំហើយអ៊ំប្រុសរបស់ខ្ញុំគឺគាត់សម្រាននៅក្នុងខ្ទមមួយហ្នឹងគឺគាត់អត់ត្រឡប់មកផ្ទះវិញទេព្រោះតលតែធ្វើស្រែធ្វើស្រូវហើយបានគាត់ត្រឡប់ទៅផ្ទះវិញហើយយប់មុនដែលខ្ញុំថតនេះគឺអ៊ំប្រុសគាត់បាននិយាយប្រាប់ថាមានខ្លែងស្រាក់មួយក្បាលគឺហោះទុំនៅលើដើមអំពិលពីក្រោយខ្ទមហ្នឹងហើយខ្លែងស្រាក់នោះគឺអត់ធ្វើការយំទេដោយសារតែខែភ្លឺទើបគាត់មើលឃើញអីអញ្ចឹងណាហើយសម្រាប់យប់មិញគឺគាត់សម្រាននៅក្នុងខ្ទមហ្នឹងតែម្នាក់ឯងទេនៅពេលដែលយប់ប្រហែលជាម៉ោង9ម៉ោង10គឺគាត់ឡើងបបក់ភ្លើងគោអ៊ំប្រុសគាត់ថានៅពេលដែលគាត់ឡើងបបក់ភ្លើងគោគាត់បានឃើញខ្លែងស្រាក់មួយគឺទុំនៅលើមែកអំពិលហ្នឹងដដែលហើយវាយំតែគ្រាន់ថាវាយំតិចតិចណាហើយអ៊ំប្រុសក៏គាត់អត់មានអារម្មណ៍ថាខ្លាចអីដែរទេព្រោះគាត់ជាមនុស្សបុរាណគឺគាត់អត់ខ្លាចខ្មោចទេគាត់ដើរទៅណាមកណាអីតែម្នាក់ឯងទេអត់ដែលមានគ្នាទេគាត់ក៏អត់ចាប់អារម្មណ៍ថាខ្លែងស្រាក់ហ្នឹងវាមកធ្វើអីដែរហើយគាត់ក៏ចូលសម្រាប់វិញធម្មតាអញ្ចឹងណាប្រហែលជាមួយសន្ទុះក្រោយមកគាត់ក៏ឮសូរសំឡេងដូចជានរណាម្នាក់កំពុងតែភ្ជួរដីដោយប្រើគោឬសូរសំឡេងដេញគោហើយឬសូរសំឡេងជើងគោដើរទឹកអញ្ចឹងណាគាត់ក៏ឆ្ងល់ក្នុងចិត្តថាទៅតែម៉ោង9ម៉ោង10យប់ទេហេតុអីបានមានមនុស្សមកភ្ជួរអីតាំងប្រឡប់អីចឹងណាបើគេភ្ជួរដីគឺភាគច្រើនគឺគេភ្ជួរនៅពេលចិត្តភ្លឺគាត់មិនអស់ចិត្តគាត់ក៏អឺតមើលតាមប្អួចនៅក្នុងខ្ទមណាតែដូចជាអត់បានឃើញអ្វីទេគាត់ក៏សម្រានវិញទៅមកសន្ទុះក្រោយមកទៀតគាត់សម្រានអត់តន់លក់ទេគាត់ក៏ឮសំឡេងដដែលដូចជាមាននរណាម្នាក់ភ្ជួរដីគាត់ក៏កវាសភ្លើងពិលទៅមើលតែអត់បានឃើញអ្វីទេគាត់ក៏សម្រានទៅទៀតតែដោយសារតែគាត់រៀងសម្រានអត់លក់គាត់ក៏ដើរមកបបក់ភ្លើងគោម្ដងទៀតគាត់ដើរមកដល់ស្រាប់តែមានគោមួយក្បាលដើរនៅក្នុងវាលស្រែតែអត់មានមនុស្សទេគាត់ក៏សម្រេចចិត្តថាយកភ្លើងពិលចុចទៅមើលទៀតក្រែងមានគោមានអីមកដកសន្ទូងដកដំណាំអញ្ចឹងណាគាត់ក៏ចុចមើលទៅគឺវាអត់មានអីទេលុះមកដល់ព្រឹកឡើងគាត់ក៏និយាយរឿងរ៉ាវទាំងអស់ហ្នឹងប្រាប់បងប្អូនដែលគាត់ទៅធ្វើស្រែធ្វើចការនៅហ្នឹងអីចឹងណាតែសម្រាប់គាត់គឺអត់មានអារម្មណ៍ថាខ្លាចអីទេព្រោះបើតាមគាត់និយាយគឺរឿងបែបហ្នឹងគឺគាត់ធ្លាប់ជួបពីមុនមកដែរហើយដោយសារឥឡូវវាអាចថាសាបអាលៀបអស់ហើយតែនៅមួយចំនួនទៀតគឺវាមិនបាត់ទាំងស្រុងទេបើសិនជារឿងនោះប៉ះទៅលើខ្ញុំឬក៏បងប្អូនវិញតើបងប្អូនខ្លាចដែរបើ